សួស្តីបងប្អូនថ្ងៃនេះខ្ញុំនាំអ្នកនរគ្នាមកស្គាល់ហាងកាហ្វេមួយកន្លែងនៅឯក្រុងប៉ោយប៉ែតដែលមានឈ្មោះថា Tropical Cafe វាឯទីធ្លាខាងមុខមានកន្លែងចតឡាននិងកន្លែងចតម៉ូតូធំទូលាយមែនទែនតោះអ្នកគ្នាទៅមើលខាងក្នុងជាមួយខ្ញុំបងប្អូនថាខាងក្នុងស្រស់ស្អាតប៉ុណ្ណាសម្រាប់ Tropical Cafe មានលក់ទ្រីងជាច្រើនមុខហើយក៏មានជាប្រភេទអាហារផងដែរដែលមានតម្លៃសមរម្យមែនទែនហើយយើងក៏លេចមកមើលខាងក្នុងហាងវិញការរៀបចំរបស់គេពិតជាស្រស់ស្អាតមែនទែនមានទីធ្លាអង្គុយយ៉ាងធំទូលាយនិងមានប្លង់ថតរូបស្អាតៗជាច្រើនកន្លែងហើយសម្រាប់ថ្ងៃនេះដែរពួកខ្ញុំបានកម្មង់ជាមួយនឹង Ice Latte មួយ Hot Matcha មួយជាមួយនឹងសូកូឡាក្រឡុកមួយរីឯសម្រាប់រសជាតិវិញទៅលើ Hot Matcha របស់ខ្ញុំមានរសជាតិឆ្ងាញ់គួរសមសម្រាប់ក្នុងការឲ្យ rate ខ្ញុំឲ្យ rate 9 លើ 10រីឯគ្នារបស់ខ្ញុំគាត់ឲ្យ rate ទៅលើ Ice Latte 9 លើ 10ដូចគ្នាប៉ុន្តែសម្រាប់ម្នាក់ទៀតគាត់ឲ្យ rate ទៅលើសូកូឡាក្រឡុកតែ7 លើ 10នោះទេដោយសារតែសូកូឡាក្រឡុករបស់គាត់មានរសជាតិស្ទើរផ្អែមបន្តិចសម្រាប់កន្លែងអង្គុយបងអាចជ្រើសរើសជាមួយនឹងទីធ្លាខាងក្រៅក៏បានជាមួយនឹងខាងក្នុងហាងក៏បានរីឯសម្រាប់ពួកខ្ញុំបានជ្រើសរើសកន្លែងអង្គុយនៅឯទីធ្លាខាងក្រៅដែលមានបរិយាកាសស្រស់ស្រាយជាមួយនឹងដើមឈើត្រជាក់បែបធម្មជាតិប្រសិនបើបងជ្រើសរើសកន្លែងអង្គុយនៅឯទីធ្លាខាងក្រៅបងនឹងបានឃើញពីទាំងរូបភាពដែលជាខ្លោងទ្វារប្រាសាទរបស់ខ្មែរយើងនៅឯទីធ្លាអង្គុយនៅខាងក្រៅហើយក៏មានជាមួយនឹងអាងត្រីដែលមានត្រីពណ៌ស្អាតនៅទីធ្លាខាងក្រៅដូចគ្នាណាបងប្អូនបើសិនជាបងប្អូនមានបំណងចង់មកហាងកាហ្វេមួយនេះខ្ញុំនឹងទម្លាក់ទីតាំងនៅលើ caption ខាងលើអរគុណបងប្អូនដែលបានទស្សនាវីដេអូមួយនេះតាំងពីដើមរហូតដល់ចប់